សួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ព្រះបាទយសោវរ្ម័នទី2និងព្រះបាទត្រីភូវនាទិត្យាវរ្ម័នក21ព្រះបាទយសោវរ្ម័នទី2ព្រះរាជាដែលសោយរាជ្យស្នងព្រះបាទធរណិនវរ្ម័នទី2គឺព្រះបាទយសោវរ្ម័នទី2ដែលទ្រង់ជាប់ជាព្រះញាតិសាលោហិតនឹងព្រះអង្គក្នុងរាជ្យរបស់ព្រះបាទយសោវរ្ម័នទី2មានកើតការវឹកវរចលាចលដោយសិលាចារឹកនិងរូបចម្លាក់ប្រាសាទបន្ទាយឆ្មាបានឲ្យដឹងថាព្រះបាទយសោវរ្ម័នទី2ត្រូវសត្រូវឈ្មោះរាហូវាយលុកទាំងសិលាចារឹកទាំងរូបចម្លាក់និយាយពីព្រឹត្តិការណ៍ដែលកើតមានឡើងដោយរាហូនេះនាំឲ្យមានចម្ងល់ថាតើរាហូនេះជាអ្វីជាអ្នកណាតើពេលនោះអាចមានគំនិតក្បត់ណាមួយកើតឡើងក្នុងព្រះរាជវាំងឬទេឬក៏មានការបះបោររបស់មហាជនឬក៏ការបះបោររបស់ពួកចាមចង់សងសឹកព្រោះខ្លួនបានទទួលបរាជ័យយ៉ាងដំណំនៅក្នុងរាជស្ដេចមុននោះប៉ុន្តែនៅទីបញ្ចប់នៃព្រឹត្តិការណ៍នេះគេបានដឹងច្បាស់ថាព្រះបាទយសោវរ្ម័នទី2ទ្រង់បានសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ដោយអ្នកការពារព្រះអង្គយ៉ាងអង់អាចក្លាហានឈ្មោះស្រិន្ទ្រកុមារាដែលជាព្រះរាជបុត្រមួយអង្គរបស់អនាគតព្រះបាទជ័យវរ្ម័នទី7អ្វីត្បិតតែព្រះអង្គបានគេចផុតពីគ្រោះថ្នាក់នៃការបះបោររបស់រាហូនៅពេលនោះមែនប៉ុន្តែនៅចុងបញ្ចប់នៃរាជរបស់ព្រះអង្គព្រះបាទយសោវរ្ម័នទី2ត្រូវបានមន្ត្រីជាន់ខ្ពស់របស់ព្រះអង្គម្នាក់ក្បត់ដណ្ដើមរាជហើយធ្វើគុតព្រះអង្គបាននៅឆ្នាំ1165នៃគ្រិស្តសករាជក22ព្រះបាទត្រីភូវនាទិត្យាវរ្ម័នក្រោយពីពេលធ្វើគុតព្រះបាទយសោវរ្ម័នទី2បានហើយមន្ត្រីក្បត់ដណ្ដើមរាជព្រះអង្គនេះក៏ប្រកាសឡើងសោយរាជ្យនៅឆ្នាំ1165ដោយមានព្រះនាមក្នុងរាជ្យថាព្រះបាទត្រីភូវនាទិត្យាវរ្ម័នក្នុងរាជ្យរបស់ព្រះរាជាអង្គនេះសង្គ្រាមរវាងចាមនិងខ្មែរនៅតែបន្តទៅទៀតហើយព្រឹត្តិការណ៍ដែលសំខាន់បំផុតដែលកើតមាននៅក្នុងរាជ្យព្រះបាទត្រីភូវនាទិត្យាវរ្ម័ននេះគឺភាពបរាជ័យដ៏ធំបំផុតរបស់ខ្មែរដែលមិនធ្លាប់មានពីមុនមកដោយចាមបានវាយយកបានក្រុងអង្គរនៅឆ្នាំ1177ដោយស្ដេចចាមទើបជ្រែករាជបាននៅនគរចម្ប៉ាមានព្រះនាមថាជ័យឥន្ទ្រវរ្ម័នទី4ដែលបាននាំទ័ពជើងទឹកដោយមានជនជាតិចិនលិចសំពៅម្នាក់ជាអ្នកនាំផ្លូវឡើងតាមទន្លេមេគង្គរួចឆ្លងកាត់ទន្លេសាបមកលុកលុយក្រុងអង្គរបានហើយធ្វើគុតស្ដេចជ្រែករាជនៅកម្ពុជានេះគឺព្រះបាទត្រីភូវនាទិត្យាវរ្ម័នសុគតក្នុងពេលនោះទៅហើយប្រទេសចម្ប៉ាក៏បានកាន់កាប់និងដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជាអស់រយៈពេលជាង4ឆ្នាំពីឆ្នាំ1177ដល់ឆ្នាំ1181នៅគ្រិស្តសករាជគឺមានរយៈកាលប្រហែលគ្នានឹងខ្មែរបានកាន់កាប់ប្រទេសចម្ប៉ាក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2ពីឆ្នាំ1145ដល់ឆ្នាំ1149ដូច្នោះដែរលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទយសោវរ្ម័នទី2និងព្រះបាទត្រីភូវនាទិត្យាវរ្ម័ន
នៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការរៀបរាប់អំពីព្រះបាទជ័យវរ្ម័នទី7សូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានៅវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ព្រះបាទយសោវរ្ម័នទី2និងព្រះបាទត្រីភូវនាទិត្យាវរ្ម័នក21ព្រះបាទយសោវរ្ម័នទី2ព្រះរាជាដែលសោយរាជ្យស្នងព្រះបាទធរណិនវរ្ម័នទី2គឺព្រះបាទយសោវរ្ម័នទី2ដែលទ្រង់ជាប់ជាព្រះញាតិសាលោហិតនឹងព្រះអង្គក្នុងរាជ្យរបស់ព្រះបាទយសោវរ្ម័នទី2មានកើតការវឹកវរចលាចលដោយសិលាចារឹកនិងរូបចម្លាក់ប្រាសាទបន្ទាយឆ្មាបានឲ្យដឹងថាព្រះបាទយសោវរ្ម័នទី2ត្រូវសត្រូវឈ្មោះរាហូវាយលុកទាំងសិលាចារឹកទាំងរូបចម្លាក់និយាយពីព្រឹត្តិការណ៍ដែលកើតមានឡើងដោយរាហូនេះនាំឲ្យមានចម្ងល់ថាតើរាហូនេះជាអ្វីជាអ្នកណាតើពេលនោះអាចមានគំនិតក្បត់ណាមួយកើតឡើងក្នុងព្រះរាជវាំងឬទេឬក៏មានការបះបោររបស់មហាជនឬក៏ការបះបោររបស់ពួកចាមចង់សងសឹកព្រោះខ្លួនបានទទួលបរាជ័យយ៉ាងដំណំនៅក្នុងរាជស្ដេចមុននោះប៉ុន្តែនៅទីបញ្ចប់នៃព្រឹត្តិការណ៍នេះគេបានដឹងច្បាស់ថាព្រះបាទយសោវរ្ម័នទី2ទ្រង់បានសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ដោយអ្នកការពារព្រះអង្គយ៉ាងអង់អាចក្លាហានឈ្មោះស្រិន្ទ្រកុមារាដែលជាព្រះរាជបុត្រមួយអង្គរបស់អនាគតព្រះបាទជ័យវរ្ម័នទី7ថ្មីត្បិតតែព្រះអង្គបានគេចផុតពីគ្រោះថ្នាក់នៃការបះបោររបស់រាហូនៅពេលនោះមែនប៉ុន្តែនៅចុងបញ្ចប់នៃរាជរបស់ព្រះអង្គព្រះបាទយសោវរ្ម័នទី2ត្រូវបានមន្ត្រីជាន់ខ្ពស់របស់ព្រះអង្គម្នាក់ក្បត់ដណ្ដើមរាជហើយធ្វើគុតព្រះអង្គបាននៅឆ្នាំ1165នៃគ្រិស្តសករាជក22ព្រះបាទត្រីភូវនាទិត្យាវរ្ម័នក្រោយពីពេលធ្វើគុតព្រះបាទយសោវរ្ម័នទី2បានហើយមន្ត្រីក្បត់ដណ្ដើមរាជព្រះអង្គនេះក៏ប្រកាសឡើងសោយរាជនៅឆ្នាំ1165ដោយមានព្រះនាមក្នុងរាជថាព្រះបាទត្រីភូវនាទិត្យាវរ្ម័នក្នុងរាជរបស់ព្រះរាជាអង្គនេះសង្គ្រាមរវាងចាមនិងខ្មែរនៅតែបន្តទៅទៀតហើយព្រឹត្តិការណ៍ដែលសំខាន់បំផុតដែលកើតមាននៅក្នុងរាជព្រះបាទត្រីភូវនាទិត្យាវរ្ម័ននេះគឺភាពបរាជ័យដ៏ធំបំផុតរបស់ខ្មែរដែលមិនធ្លាប់មានពីមុនមកដោយចាមបានវាយយកបានក្រុងអង្គរនៅឆ្នាំ1177ដោយស្ដេចចាមទើបជ្រែករាជបាននៅនគរចម្ប៉ាមានព្រះនាមថាជ័យឥន្ទ្រវរ្ម័នទី4ដែលបាននាំទ័ពជើងទឹកដោយមានជនជាតិចិនលិចសំពៅម្នាក់ជាអ្នកនាំផ្លូវឡើងតាមទន្លេមេគង្គរួចឆ្លងកាត់ទន្លេសាបមកលុកលុយក្រុងអង្គរបានហើយធ្វើគុតស្ដេចជ្រែករាជនៅកម្ពុជានេះគឺព្រះបាទត្រីភូវនាទិត្យាវរ្ម័នសុគតក្នុងពេលនោះទៅហើយប្រទេសចម្ប៉ាក៏បានកាន់កាប់និងដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជាអស់រយៈពេលជាង4ឆ្នាំពីឆ្នាំ1177ដល់ឆ្នាំ1181នៅគ្រិស្តសករាជគឺមានរយៈកាលប្រហែលគ្នានឹងខ្មែរបានកាន់កាប់ប្រទេសចម្ប៉ាក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2
ពីឆ្នាំ1145ដល់ឆ្នាំ1149ដូច្នោះដែរលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទយសោវរ្ម័នទី2និងព្រះបាទត្រីភូវនាទិត្យវរ្ម័ននៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ការរៀបរាប់អំពីព្រះបាទជ័យវរ្ម័នទី7សូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីព្រះបាទជ័យវរ្ម័នទី7សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅក23ព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7ជាព្រះរាជបុត្ររបស់ព្រះបាទធរណិនវរ្ម័នទី2និងព្រះមាតាព្រះនាងជោឌីមនីក្នុងពេលដែលព្រះបិតាព្រះអង្គទ្រង់សោយទីវង្គតហើយព្រះបាទយសោវរ្ម័នទី2ដែលជាព្រះញាតិរបស់ព្រះបិតាព្រះអង្គឡើងសោយរាជស្នងនោះព្រះអង្គទ្រង់ជាប់រវល់ច្បាំងជាមួយពួកចាមឯប្រទេសចម្ប៉ាលុះទ្រង់ជ្រាបថាមានមន្ត្រីក្បត់បះបោរដណ្ដើមរាជព្រះបាទយសោវរ្ម័នទី2ព្រះអង្គក៏យាងត្រឡប់ពីប្រទេសចម្ប៉ាវិញយ៉ាងលឿនដើម្បីជួយការពារព្រះបាទយសោវរ្ម័នទី2នេះប៉ុន្តែជាការឥតប្រយោជន៍ព្រោះព្រះអង្គយាងមកមិនទាន់ហើយមន្ត្រីក្បត់បានធ្វើគុតព្រះបាទយសោវរ្ម័នទី2បានហើយប្រកាសខ្លួនឡើងសោយរាជរួចទៅហើយព្រះអង្គក៏ទ្រង់គង់យ៉ាងស្ងាត់ស្ងៀមនៅក្នុងប្រទេសកម្ពុជារហូតដល់មានព្រឹត្តិការណ៍ចាមវាយលុកយ៉ាងធំសម្បើមហើយធ្វើគុតស្ដេចដណ្ដើមរាជបានដុតបំផ្លាញក្រុងអង្គរក្នុងឆ្នាំ1177នោះព្រះអង្គទ្រង់សច្ចាថានឹងសងសឹកវិញឲ្យទាល់តែបានព្រះអង្គទ្រង់បានច្បាំងតតាំងនឹងចាមយ៉ាងស្វិតស្វាញជាទីបំផុតដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីការជិះជាន់របស់បរទេសនេះទីបំផុតព្រះអង្គទ្រង់ទទួលបានជោគជ័យស៊ីស្ថាពរក្នុងចម្បាំងជើងទឹកដូចមានរូបចម្លាក់លើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មាជាសក្ខីភាពស្រាប់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យក្នុងព្រះជន្មាយុ56ព្រះវស្សាក្នុងឆ្នាំ1181នៃគ្រិស្តសករាជនៅយសោថបុរៈគឺរាជធានីអង្គរព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជពង្សាវតារនៃប្រទេសកម្ពុជាក្នុងវិស័យសឹកសង្គ្រាមក្នុងរាជព្រះអង្គមានការបះបោរផ្ទៃក្នុងមួយនៅមល្លយ៉ង់ខាងត្បូងខេត្តបាត់ដំបងព្រះអង្គបានបញ្ជាឲ្យយុវក្សត្រចារមួយអង្គព្រះនាមវិទ្យានុនដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេងវាយកម្ចាត់បានដោយជោគជ័យឯនគរចម្ប៉ាវិញស្ដេចជ័យឥន្ទ្រវរ្ម័នទី4បានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជាសាជាថ្មីព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុតរឹបយកនគរចម្ប៉ាដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបានតាំងពីឆ្នាំ1203រហូតដល់ឆ្នាំ1226នៃគ្រិស្តសករាជឆ្នាំ1207ព្រះបាទជ័យវរ្ម័នទី7បានបញ្ជាឲ្យក្សត្រចារមួយអង្គព្រះនាមអង្គសរាជឲ្យលើកទ័ពចម្រុះខ្មែរភូមា
សៀមទៅវាយប្រទេសយួនដៃវៀតថែមទៀតផងដើមសតវត្សទី13នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសពថ្ងៃរាប់ទាំងដែនដីកម្ពុជាក្រោមផងប្រទេសចម្ប៉ាទាំងមូលផងទឹកដីប្រទេសឡាវនិងប្រទេសថៃសពថ្ងៃផងមួយភាគនៃជ្រោយម៉ាឡេស៊ីរហូតដល់ជ្រោយកោះក្រាហើយនឹងប្រទេសភូមារហូតដល់ទន្លេសាល់វិនថែមទៀតផងក្នុងវិស័យសំណង់វិញព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រដែលបានសាងសមិទ្ធិច្រើនជាងគេបង្អស់ស្នាប្រហ័សចម្បងគឺការរៀបចំកសាងរាជធានីអង្គរដែលចាមបានវាយបំផ្លាញពីឆ្នាំ1177នោះឲ្យបានរៀបរយល្អឡើងវិញដោយមានកំពែងថ្មបាយក្រៀមនិងមានគូទឹកព័ទ្ធជុំវិញមានប្រវែង3គីឡូម៉ែត្រក្នុងមួយជ្រុងមានគូបុរៈគឺទ្វារធំចំនួន5និងមានប្រាសាទបាយ័នដែលមានកំពូលសុទ្ធតែព្រំមុខ4ជាស្នូលកណ្ដាលដែលយើងនិយមហៅថាក្រុងអង្គរទី3នៅជុំវិញក្រុងមានប្រាសាទបន្ទាយក្តីតាព្រំព្រះខ័ននាគព័ន្ធតាសោមក្រោលគោនិងនៅតាមខេត្តមានប្រាសាទបន្ទាយឆ្មាបាត់ដំបងវត្តនគរកំពង់ចាមតាព្រំបាទីនិងប្រាសាទជាច្រើនទៀតក្នុងទឹកដីថៃសពថ្ងៃដូចជាប្រាសាទវត្តមហាធាតុខេត្តលុបបុរីប្រាសាទភីម៉ៃខេត្តនគររាជសីមាប្រាសាទតាមាន់តូចខេត្តសុរិន្ទប្រាសាទកំផែងលែងខេត្តពេជ្របុរីប្រាសាទកំពែងតូចខេត្តស៊ីសាកេតជាដើមលក្ខនិងលក្ខខាងវិស័យសាសនាវិញដូចជាព្រះបិតានិងព្រះមាតាព្រះអង្គដែរព្រះបាទជ័យវរ្ម័នទី7និងព្រះរាជអគ្គមហេសីជ័យរាជទេវីដែលសោយទីវង្គតទៅក៏ដូចជាព្រះរាជអគ្គមហេសីឥន្ទ្រទេវីដែលជាព្រះរាមរបស់ព្រះនាងជ័យទេវីដែលព្រះអង្គបានរាជអភិសេកខាងក្រោយហើយជាព្រះក្សត្រីប្រកបដោយចំណេះវិជ្ជាយ៉ាងជ្រៅជ្រះសុទ្ធតែជាពុទ្ធសាសនិកជនយ៉ាងបដូរផ្ដាច់ព្រះអង្គគោរពពុទ្ធសាសនាមហាយានពិសេសគឺគោរពបូជាព្រះពោធិសត្វអវលោកិតេស្វរៈឬលោកេស្វរៈពិតមែនតែព្រះអង្គកាន់ពុទ្ធសាសនាប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនាឲ្យបានរីកចម្រើនផងដែរប្រាសាទភ្នំទាំងឡាយដែលក្នុងរាជមុនតម្កល់លឹងទេវរាជហើយមកដល់អង្គរវត្តនៃព្រះបាទសូរ្យវរ្ម័នទី2តម្កល់ព្រះបដិមាករព្រះវិស្ណុប្រាសាទបាយ័នដែលជាស្នូលនៃអង្គរទី3ត្រូវបានព្រះបាទជ័យវរ្ម័នទី7តម្កល់ព្រះបដិមាករពុទ្ធរាជមួយអង្គយ៉ាងធំសម្បើមមានកម្ពស់ជិត4ម៉ែត្រប៉ុន្តែឯកសារខ្លះថា9ម៉ែត្រទៅវិញព្រះបាទជ័យវរ្ម័នទី7ទ្រង់ជាព្រះមហាក្សត្រប្រកបដោយធម៌ទុសពិតនិងមានព្រហ្មវិហារធម៌សន្តោសប្រណីដល់អស់សពសត្វដោយសិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថាជំងឺរបស់ប្រជារាស្ត្រធ្វើឲ្យព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀតព្រោះថាសេចក្តីឈឺចាប់សាធារណជននេះហើយជាសេចក្តីឈឺចាប់របស់ព្រះរាជាពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេដែលធ្វើឲ្យព្រះអង្គឈឺចាប់នោះដោយសារព្រះកតិបណ្ឌិតខាងលើនេះព្រះអង្គបានសាងមន្ទីរពេទ្យចំនួន102នៅក្នុងផ្ទៃប្រទេសទាំងមូលដែលមនុស្សក្នុងវណ្ណៈទាំង4អាចចូលព្យាបាលរោគបានដូចគ្នាព្រមទាំងសាលាសំណាក់ឬធម្មសាលាចំនួន121នៅតាមបណ្ដោយផ្លូវធំនៃអាណាចក្រថែមទៀតផងព្រះបាទជ័យវរ្ម័នទី7ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1181គេមិនបានដឹងច្បាស់ថាព្រះអង្គចូលទីវង្គតនៅឆ្នាំណាពិតប្រាកដទេគេគ្រាន់តែសង្ស័យថាព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ1218នៃគ្រិស្តសករាជហើយពេលដែលព្រះអង្គសុគតទៅទ្រង់បានទទួលព្រះមរណនាមថាមហាបរមសោគតៈ
លោកអ្នកនាងទើបតែបានស្ដាប់អំពីព្រះបាទជ័យវរ្ម័នទី 7 នៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់ព្រះបាទឥន្ទ្រវរ្ម័នទី 2 និងព្រះបាទជ័យវរ្ម័នទី 8 សូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជ័យវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី 9ក26ព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី 3 ព្រឹត្តិការណ៍មួយដែលកើតឡើងនៅឆ្នាំ 1295 គឺដោយសារព្រះរាជបុត្រីព្រះបាទជ័យវរ្ម័នទី 8 ព្រះនាមស្រិន្ទ្រភូបេស្វរៈជោឌាបានលួចព្រះខ័នមាសដែលជាតំណាងអំណាចព្រះរាជាយកទៅឲ្យស្វាមីនាងបានបង្ខំព្រះបាទជ័យវរ្ម័នទី 8 ជាព្រះបិតាចុះចេញពីរាជបល្ល័ង្កហើយប្រគល់រាជនេះទៅឲ្យព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី 3 ជាកូនប្រសារសោយរាជស្នងព្រះអង្គក្នុងឆ្នាំនោះបើតាមសក្ខីភាពលោកជូតាខ្វាន់សមាជិកអ្នកការទូតចិនម្នាក់របស់ព្រះចៅអធិរាជតេម៉ូដែលបានមកដល់កម្ពុជាក្នុងឆ្នាំ 1296 បានបញ្ជាក់ឲ្យឃើញថាការផ្លាស់ប្ដូររជ្ជកាលនេះមានភាពឃោរឃៅណាស់ស្ដេចដែលឡើងសោយរាជថ្មីជាកូនប្រសាររបស់ស្ដេចមុនកូនស្រីរបស់ស្ដេចអង្គនេះបានលួចយកព្រះខ័នមាសរបស់ព្រះបិតាហើយយកទៅឲ្យស្វាមីនាងដូច្នេះហើយបានជាកូនប្រុសដែលត្រូវទទួលរាជបន្តពីព្រះបិតាបានរត់ចេញទៅកេណ្ឌទ័ពស្ដេចថ្មីចាប់បានយកទៅកាត់ម្រាមជើងហើយយកទៅឃុំទុកក្នុងបន្ទប់ងងឹតព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី 3 ជាព្រះមហាក្សត្រដែលជឿនិងគោរពព្រះពុទ្ធសាសនាហិនយានហើយគឺជាព្រះមហាក្សត្រខ្មែរដំបូងគេដែលបានកសាងសិលាចារឹកជាភាសាបាលីភាសាសក្ការៈខាងព្រះពុទ្ធសាសនាជំនួសភាសាសំស្ក្រឹតភាសានៃសាសនាព្រាហ្មណ៍នៅប្រទេសកម្ពុជានេះនៅក្នុងរាជព្រះអង្គប្រទេសខ្មែរបានទទួលសុខសន្តិភាពណាស់អ្វីត្បិតតែព្រះអង្គទ្រង់គោរពព្រះពុទ្ធសាសនាប៉ុន្តែព្រហ្មញ្ញសាសនាក៏បានទទួលការឧបត្ថម្ភគាំទ្រពីព្រះអង្គហើយមានភាពរុងរឿងផងដែរនៅឆ្នាំ 1307 ព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី 3 បានដាក់រាជហើយផ្ទេររាជសម្បត្តិថ្វាយទៅរាជទាយាទយុវរាជក្នុងឆ្នាំនោះរួចព្រះអង្គទ្រង់យាងទៅគង់នៅក្នុងអាស្រមព្រះពុទ្ធសាសនាមួយយ៉ាងស្ងៀមស្ងាត់នៅក្នុងព្រៃក27ព្រះបាទស្រិន្ទ្រជ័យវរ្ម័នឬឥន្ទ្រជ័យវរ្ម័នក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី 3 ដាក់រាជហើយយាងទៅគង់យ៉ាងស្ងៀមស្ងាត់ក្នុងព្រៃព្រះបាទស្រិន្ទ្រជ័យវរ្ម័នឬឥន្ទ្រជ័យវរ្ម័នដែលជាព្រះញាតិទ្រង់ឡើងសោយរាជស្នងព្រះអង្គដោយព្រះអង្គមានជំនឿលើសាសនាព្រះឥសូរយ៉ាងមោះមុតផ្ទុយពីរាជមុនព្រះអង្គនោះព្រះបាទឥន្ទ្រជ័យវរ្ម័នបានខំស្ដារចាត់ចែងតុបតែងបន្ថែមនៅប្រាសាទខាងព្រហ្មញ្ញសាសនាដែលបានកសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី 8 ឧទ្ទិសចំពោះព្រាហ្មណ៍ជ័យមង្គលលាភហើយព្រះអង្គដែលមានគំនិតប្រឆាំងនឹងព្រះពុទ្ធសាសនាបានជួយគាំទ្រប្រតិកម្មរបស់អ្នកកាន់ព្រហ្មញ្ញសាសនាឲ្យវាយបំផ្លាញបដិមាករផ្សេងៗខាងព្រះពុទ្ធសាសនាដែលជាហេតុបណ្ដាលឲ្យមានការបះបោរកើតចំនួនទាស់ទែងផ្ទៃក្នុង
រវាងខ្មែរនិងខ្មែរពីរឿងសាសនានេះថែមទៀតផងឆ្លៀតឱកាសដ៏ល្អនេះជនជាតិថៃដែលយកលេសថាការពារជំនឿព្រះពុទ្ធសាសនាបានឆ្លៀតឱកាសលុកលុយប្រទេសកម្ពុជារហូតដល់ប្រទេសចម្ប៉ាថែមទៀតផងក្នុងរាជ្យរបស់ព្រះអង្គគឺនៅឆ្នាំ1320គណៈបេសកកម្មចិនមួយត្រូវបានបញ្ជូនមកដើម្បីទិញដំរីផ្សាំងពីប្រទេសខ្មែរព្រះបាទឥន្ទ្រជយវរ្ម័នទ្រង់ឡើងសោយរាជ្យពីឆ្នាំ1307ឬ1308ហើយគង់ក្នុងរាជ្យរហូតដល់ឆ្នាំ1327នៃគ្រិស្តសករាជក28ព្រះបាទជយវរ្ម័នទី9បន្ទាប់ពីរាជ្យរបស់ព្រះបាទឥន្ទ្រជយវរ្ម័នព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមថាសីហនុបានឡើងគ្រងរាជស្នងដែលមានព្រះនាមក្នុងរាជថាព្រះបាទជយវរ្ម័នទី9នៅក្នុងឆ្នាំ1327នៃគ្រិស្តសករាជគេមិនបានដឹងច្បាស់ពីរយៈកាលគ្រងរាជរបស់ព្រះបាទជយវរ្ម័នទី9នៅអង្គរពិតប្រាកដទេតែគេបានដឹងថាគឺព្រះបាទជយវរ្ម័នទី9នេះហើយដែលបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ1330និងបានចាត់គណៈប្រតិភូមួយឲ្យទៅធ្វើវឌ្ឍនកិច្ចចំពោះប្រទេសដៃវៀតនៅច្រកភ្នំគឺវ៉ៅនៅឆ្នាំ1335នៃគ្រិស្តសករាជព្រះបាទជយវរ្ម័នទី9ជាព្រះមហាក្សត្រចុងក្រោយបង្អស់ដែលគេស្គាល់តាមសិលាចារឹកហើយគឺប្រហែលជាព្រះរាជាខ្មែរសម័យអង្គរចុងក្រោយបង្អស់ដែលទ្រង់យកព្រះនាមវរ្ម័នមកប្រើនោះផងដែរព្រះមហាក្សត្រអង្គនេះក៏ទ្រង់ជាព្រះរាជាទ្រង់មានជំនឿមុតមាំបំផុតលើសាសនាព្រះឥសូរក្នុងបំណងបង្ហាញឲ្យឃើញជាសាធារណៈនៅជំនឿនេះព្រះអង្គបានទ្រង់ចាត់ចែងឲ្យសាងសិលាចារឹកមួយដាក់តម្កល់ក្នុងបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏សម្បើមអស្ចារ្យមួយគឺប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះបាទជយវរ្ម័នទី7ថែមទៀតផងទង្វើនេះបានធ្វើឲ្យមានប្រតិកម្មរបស់មហាជនកាន់តែច្រើននិងកាន់តែកម្រោលឡើងនៅទូទាំងផ្ទៃប្រទេសលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជយវរ្ម័ននិងព្រះបាទជយវរ្ម័នទី9ឆ្លៀតពេលនេះខ្ញុំបាទសូមជម្រាបលោកអ្នកស្ដាប់ទាំងអស់ឲ្យបានជ្រាបថាយើងខ្ញុំសូមផ្អាកការផ្សាយនាទីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាតែត្រឹមរាជវង្សវរ្ម័នតែប៉ុណ្ណេះសិនដើម្បីយកពេលវេលានេះទៅចាក់ផ្សាយការស្រាវជ្រាវអំពីអំពើពុករលួយនៅប្រទេសកម្ពុជានាទីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានឹងវិលមកជួបលោកអ្នកស្ដាប់ជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះបន្ទាប់ពីការចាក់ផ្សាយអំពើពុករលួយនៅប្រទេសកម្ពុជាបានបញ្ចប់សូមលោកអ្នកស្ដាប់ទាំងអស់មេត្តាអធ្យាស្រ័យសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនាទីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការរៀបរាប់អំពីព្រះរាជាខ្មែរក្រោយវង្សវរ្ម័ននិងការចាកចោលអង្គរខ1ព្រះបាទត្រសក់ផ្អែមវិបត្តិសាសនាដែលអូសបន្លាយយូរអង្វែងនៅភាគខាងចុងនៃសម័យអង្គរហើយដែលមានប្រតិកម្មជះកំសួលជាអំពើអាក្រក់ទៅលើគ្នាទៅវិញទៅមកជួនកាលព្រះពុទ្ធសាសនាប៉ះពៀទៅលើព្រហ្មញ្ញសាសនាហើយភាគច្រើនខាងព្រហ្មញ្ញសាសនាបានបំផ្លាញព្រះពុទ្ធសាសនាដែលមានអ្នកគោរពបូជាកាន់តែច្រើនណាស់ទៅហើយនៅក្នុងប្រទេសនោះបានជំរុញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងវិបត្តិផ្ទៃក្នុងមួយយ៉ាងធំ
ដោយប្រវត្តិសាស្ត្រជាតិត្រូវកាត់ផ្ដាច់មួយរយៈកាលហើយភ្ជាប់មកវិញដោយព្រឹត្តិការណ៍បដូររាជវង្សពីវង្សវរ្ម័នមកវង្សត្រសក់ផ្អែមដែលអ្នកស្រាវជ្រាវនឹងប្រវត្តិវិទូជាច្រើនយល់ថានេះជាបដិវត្តន៍ខាងនយោបាយនិងខាងសាសនារបស់នាយត្រសក់ផ្អែមចាប់តាំងពីពេលនេះមកសិលាចារឹកដែលជាប្រភពឯកសារដ៏សំខាន់ក្នុងការកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរលែងមានទៀតហើយយើងពឹងផ្អែកតែទៅលើឯកសារព្រះរាជពង្សាវតារដែលត្រូវបានចងក្រងឡើងនៅសតវត្សទី18និង19ទៅតាមការនិយាយបន្តគ្នាឬទន្ទិញចាំមាត់លើអត្ថបទបុរាណខ្លះដែលពីដើមគេតម្កល់ទុកក្នុងក្រុងឧដុង្គដែលពោរពេញទៅដោយភាពច្របូកច្របល់ទាំងលំដាប់ព្រះមហាក្សត្រនិងកាលបរិច្ឆេទមកដល់ពេលនេះយើងសង្កេតឃើញថាអ្នកប្រវត្តិវិទូភាគច្រើនបានយល់ស្របគ្នាដាក់ព្រះបាទត្រសក់ផ្អែមឲ្យសោយរាជ្យបន្តផ្ទាល់ពីព្រះសីហនុរាជគឺព្រះបាទជ័យវរ្ម័នទី9ព្រះបាទត្រសក់ផ្អែមដែលមាននាមដើមថាពញាជ័យជាបងរបស់ពញាសួសមានដើមកំណើតជាកសិករអ្នកដាំត្រសក់ដ៏មានរសជាតិផ្អែមពិសេសក្រោយពីបានបេះត្រសក់យកទៅថ្វាយព្រះរាជាហើយត្រូវបានព្រះអង្គសពព្រះរាជហឫទ័យយ៉ាងខ្លាំងមកព្រះរាជាបានប្រទានលំពែងស័ក្តិសិទ្ធិមួយដល់នាយត្រសក់ផ្អែមដើម្បីទុកការពារចម្ការហើយបានដាក់បញ្ជាថាកុំឲ្យនាយត្រសក់ផ្អែមបេះត្រសក់នេះលក់ដូរឬឲ្យទៅអ្នកណាឲ្យសោះយុគមួយដើម្បីសាកល្បងមើលថាតើនាយត្រសក់ផ្អែមមានភក្តីភាពចំពោះព្រះបន្ទូលរបស់ព្រះអង្គឬក៏អត់នោះព្រះមហាក្សត្រក៏បានលបចូលទៅក្នុងចំការត្រសក់របស់នាយត្រសក់ផ្អែមនាយត្រសក់ផ្អែមឃើញមនុស្សចូលចំការគិតថាជាចោរក៏ចោលនឹងលំពែងហើយត្រូវព្រះមហាក្សត្រទុកគុតទៅដោយព្រះមហាក្សត្រអង្គនេះពុំមានព្រះរាជបុត្រានឹងសោយរាជស្នងហើយដោយយល់ថាពញាជ័យនេះជាអ្នកមានបុណ្យផងអស់សេនាបតីមន្ត្រីទាំងពួងក៏អញ្ជើញគាត់ឲ្យឡើងសោយរាជដែលមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជឱង្ការព្រះបរមរាជាធិរាជជ័យព្រះបាទត្រសក់ផ្អែមទ្រង់បានលើកព្រះចន្ទ្រាវតីព្រះរាជបុត្រីនៃព្រះសីហនុរាជគឺជ័យវរ្ម័នទី9ជាមហេសីហើយថ្វាយព្រះនាមថាសម្ដេចព្រះភគវតីសិរីចន្ទ្រាមហាក្សត្រីខ2ព្រះបាទនិព្វានបាទឯកសារដែលរៀបរាប់ពីស្ដេចដែលសោយរាជបន្តពីព្រះបាទត្រសក់ផ្អែមក៏មានភាពច្របូកច្របល់ណាស់ដែរហើយយើងឃើញថាមានខុសគ្នាដល់ទៅចំនួន5រាជស្ដេចផែនដីព្រោះឯកសារខ្លះបញ្ជាក់ថាស្ដេចសោយរាជស្នងព្រះបាទត្រសក់ផ្អែមគឺព្រះបាទពញាសួសប្អូនត្រសក់ផ្អែមរួចបន្តទៅព្រះបាទសិរីវិជ្ជៈកូនត្រសក់ផ្អែមរួចបន្តទៅផែនដីព្រះលំពង់កូនសិរីវិជ្ជៈរួចតទៅដែនដីព្រះរាជឱង្ការកូនព្រះលំពង់រួចបន្តមកដែនដីព្រះសូរិយោពណ៌ជាកូនព្រះអង្គការរួចទើបមកដល់ព្រះបាទនិព្វានចក្រដែលឯកសារនោះបានបញ្ជាក់ថាជាកូនសូរិយោពណ៌ប៉ុន្តែឯកសារស្ទើរតែទាំងអស់បានបញ្ជាក់ថាស្ដេចដែលសោយរាជបន្តពីព្រះបាទត្រសក់ផ្អែមគឺព្រះរាជបុត្ររបស់ព្រះអង្គដែលគេបានស្គាល់ព្រះមរណនាមថាព្រះបាទនិព្វានបាទឬនិព្វានចក្រដែលបានឡើងសោយរាជនៅឆ្នាំ1340នៃគ្រិស្តសករាជព្រះអង្គទ្រង់គ្រប់គ្រងប្រទេសបន្តពីព្រះបិតាព្រះអង្គដែលសុខសាន្តដោយបានចងសម្ព័ន្ធមេត្រីភាពយ៉ាងល្អជាមួយប្រទេសជិតខាងគឺប្រទេសឡាវសៀមយួនតុងកឹងនិងនគរចម្ប៉ាប៉ុន្តែគួរកត់សម្គាល់ថាតាំងពីបដូររាជវង្សពីវង្សវរ្ម័នមកវង្សត្រសក់ផ្អែមគឺចាប់តាំងពីរាជព្រះបាទត្រសក់ផ្អែមនិងរាជព្រះនិព្វានបាទជាព្រះរាជបុត្រព្រះអង្គនេះមកប្រទេសខ្មែរហាក់បាត់បង់ភាពជាម្ចាស់ទាំងស្រុងលើទឹកដីភាគខាងលិចរបស់ខ្លួនដែលមានជនជាតិសៀមចូលមកលុកលុយនិងរស់នៅនោះ
ព្រះបាទនិព្វានបាទទ្រង់សោយរាជរយៈកាលជាង5ឆ្នាំក៏ទ្រង់ប្រជូនហើយទ្រង់សោយទីវង្គតទៅនៅក្នុងឆ្នាំ1346នៃគ្រិស្តសករាជលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទត្រសក់ផ្អែមនិងព្រះបាទនិព្វានបាទនៅសប្តាហ៍ក្រោយសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់ព្រះបាទសុធានរាជាព្រះបាទស្រីលំពង់រាជានិងព្រះបាទសុរិយោវង្សសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ